បានចេញវីដេអូយូរហើយថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយដើម្បីធ្វើស្លឹកក្រុងយើងណាបងប្អូននេះក្រុងបាទដើម្បីយកមកធ្វើបង្អែមបាទឥឡូវយើងដោយសារនេះវាជាប្រភេទគេហៅយកធ្វើម្ហូបក៏បានប្រភេទបន្លែធ្វើម្ហូបក៏បានធ្វើបង្អែមក៏បានសម្រាប់ជាហួយរបស់វាបាទឥឡូវនេះរុក្ខជាតិនេះវាស្ទើរតែដាច់ពូជអស់ហើយអញ្ចឹងបើសិនជាបងប្អូនត្រូវការខ្ញុំមានបដោះលក់ណាបងប្អូននេះដែលខ្ញុំបដោះនេះកូនតិចតួចនេះតន់ធំទេវាទៅបែកចំពោះទាទេហើយតម្លៃក៏មានកូនទេសលក់ដែរធូរតម្លៃទេបងប្អូនមកថងមកដើមតែ500ទេបាទនេះទេមុំដាំហើយខ្ញុំបានដាំខ្លះនៅខាងនេះនេះទឹមបានមួយអាទិត្យទេបាទហើយខ្ញុំដាំច្រើនដែរទៅដល់នោះបាទហើយនេះក៏មានដើមមានបបៅផងដែរបាទខ្ញុំបបៅបាន2ដើមហើយល្អមែនទេម្នាក់ស្លឹកល្អចឹងដាំតែមួយឆ្នាំបានផ្លែហូបមែនមានអានេះតង៉ែនខាងនេះក្រូចតែខ្ញុំបបៅហើយដាំទៅបាន3ខែទេមើលវាធំប៉ុណ្ណឹងលឿនណាហើយយើងបៅឥឡូវខ្ញុំនឹងធ្វើវាដើម្បីយកចំហួយវាធ្វើផ្អែមបាទតោះបងប្អូនចឹងការធ្វើរបស់វាគឺយើងយកទឹកចាក់វិញយ៉ាងមកជួបតមកយើងច្បាច់វាចឹងយើងដោយសារតែនេះយើងបានលាងអស់ហើយស្អាតហើយយើងច្បាច់តែម្ដងបាច់ចេះទឹកទី1គឺយើងចាក់ចេញសិនអញ្ចឹងយើងធ្វើវាយើងច្បាច់វាចឹងណាតោះតែវាចេញទឹកវាទឹកជាហួយទេបងប្អូននេះបើសិនមានម៉ាស៊ីនក្លុកឡយើងនេះយើងត្រង់វាសិនឲ្យជាប់កាក់ទឹកទី1ក្របទុកវាមកកន្លែងសិនអានេះយើងសល់យើងច្បាច់ទៀតហើយយើងបានចំហួយវាហើយនេះបាទវាតូនកក់មែនតើទេតែថ្មីនេះត្រែនមកថាឆ្ងាញ់អត់កូនឆ្ងាញ់មែន